ការស្លាប់របស់មនុស្សស្រីម្នាក់នៅតែជាអាថ៌កំបាំងមួយដ៏ធំរហូតដល់ឥឡូវនេះដោយគេបានរកឃើញគាត់អណ្ដែតនៅក្នុងធុងទឹកនៃអូតែលមួយដោយបានបន្សល់នូវការសង្ស័យនិងចម្ងល់ជាច្រើនថាតើគាត់ឡើងទៅដល់ធុងទឹកនោះដោយរបៀបណាក្រោយពីការបាត់ខ្លួនរបស់គាត់រហូតដល់19ថ្ងៃមុនពេលគេរកឃើញគាត់ហើយវីដេអូចុងក្រោយដែលយើងបានឃើញអំពីគាត់ហ្នឹងគឺមានលក្ខណៈចម្លែកខ្លាំងមែនទែននៅពេលដែលយើងសង្កេតមើលទៅទាំងកាយវិការរបស់គាត់ទាំងអ្វីដែលបានកើតឡើងបាទសួស្តីអ្នកនាងសូមស្វាគមន៍មកកាន់កម្មវិធីតើមានរឿងអ្វីកើតឡើងសម្រាប់អេពីសូតទី1គឺយើងនិយាយអំពីរឿងក្តីមួយដែលបានល្បីល្បាញមែនទែនកាលពីឆ្នាំ2013តែរឿងក្តីហ្នឹងវាមិនសាហាវវាព្រៃផ្សៃទេប៉ុន្តែគឺវាមានលក្ខណៈចម្លែកច្រើននៅក្នុងរឿងក្តីហ្នឹងដែលរឿងក្តីនេះគឺតាក់ទងជាមួយនឹងអ្នកនាង Elisa Lam អ្នកខ្លះប្រហែលដែលបានតាមដានព័ត៌មានច្រើនគឺប្រហែលជាស្គាល់នៅឈ្មោះនេះហើយក៏ធ្លាប់បានឮ case នេះដែរប៉ុន្តែបើសិនជាទូពីដឹងអំពី case នោះ already feel free to stay and then យើង discuss ទាំងអស់គ្នាថាតើអ្នកនរគ្នាយល់យ៉ាងម៉េចដែរ so ដើម្បី get start យើងនឹង introduce អំពី case នឹងរឿងក្តីនឹងបន្តិច so កាលពីឆ្នាំ2013គឺមាននៅវីដេអូ clip ខ្លីមួយតាក់ទងជាមួយនឹងវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងចរាយន្តផលតែមួយដែលក្នុងវីដេអូនោះគឺវាបង្ហាញអំពីមនុស្សស្រីក្មេងម្នាក់ដែលគាត់មានអត្តចរិតចម្លែកគាត់ចុចប៊ូតុងគាត់ចេញចូលហើយគឺគាត់មានកាយវិការចម្លែកមែនតើពេលនោះគឺអត់មានអ្នកគេស្គាល់គាត់ទេប៉ុន្តែនៅពេលដែលគេបានរកឃើញនៅរឿងរ៉ាវកើតឡើងក្នុងរយៈពេលប្រហែលថ្ងៃក្រោយពេលចេញវីដេអូហ្នឹងទើបគេបានស្គាល់ថាតើម្នាក់នោះគឺនរណាគេហើយម្នាក់នោះគឺ Elisa Lam so តើអ្នកនាង Elisa គឺជាអ្នកណាគេ so Elisa គឺជាមនុស្សស្រីម្នាក់ដែលមានអាយុ21ឆ្នាំដែលគាត់គឺជាជនជាតិកាណាដាហើយក្នុងពេលដែលរឿងរ៉ាវបានកើតឡើងហ្នឹងគឺគាត់គឺជាសិស្សសាកលសិស្សសាកលដូចជាឆ្នាំទី2 and នៅក្នុងពេលដែលបានកើតឡើងហ្នឹងគឺគាត់កំពុងតែជាសិស្សនៅក្នុង University of British Columbia ហើយពេលដែលបានកើតឡើងហ្នឹងគឺជាពេលដែលគេហៅថាវិស្សមកាលនៃសាកលវិទ្យាល័យអញ្ចឹងណាហើយមកតាមអត្តចរិតគាត់គឺជាមនុស្សដែលស្ងៀមស្ងាត់គាត់គឺមានភាពគំនិតច្នៃប្រឌិតច្រើនហើយគាត់គឺឆ្លាតនិយាយទៅមនុស្សគឺរបៀបដូចអ្នករៀនអញ្ចឹងណាហើយប៉ុន្តែក៏មានចំណុចមួយចំនួនដែលគួរឲ្យកត់សម្គាល់គាត់គឺ officially diagnosed ជាមួយនឹងជំងឺម្យ៉ាងគេហៅថា bipolar disorder so you guys can អ្នកនរនេះគឺអាចទៅស្វែងយល់ខ្លួនឯងmore អំពីជំងឺនេះបានប៉ុន្តែយើង continue on with the case so នៅពេលដែលវិស្សមកាលហ្នឹងគឺគាត់បានធ្វើដំណើរទៅរដ្ឋ California នៃប្រទេសអាមេរិកដែលរបស់គាត់គឺជា personal trip មួយដែល to ទៅ relax ប៉ុន្តែរឿងរ៉ាវដែលបើកើតឡើងគឺផ្ទុយស្រឡះពីអ្វីដែលគាត់រំពឹង so នៅក្នុងខែមករាឆ្នាំ2013គឺគាត់បានធ្វើដំណើរមកដល់រដ្ឋ California ហើយគាត់បានស្នាក់នៅក្នុងអូតែលមួយដែលមានឈ្មោះថា Cecil Hotel ដែលជាអូតែលដែល locate នៅក្នុង downtown Los Angeles រដ្ឋ LA យ៉ាងហ្នឹងហើយគាត់បាន check in នៅថ្ងៃទី26ខែមករា so a bit about Cecil Hotel មានតម្លៃធូរថ្លៃនៅក្នុងពេលហ្នឹងអញ្ចឹងទៅវា kind of មានមុខមានមាត់ដែរនៅក្នុងវិស័យ hotel នេះហ្នឹង so ពេល Elisa ចូលទៅនៅដំបូងហ្នឹងគឺគាត់នៅបន្ទប់រួមគ្នាទេហើយទៅដោយសារតែ roommate គាត់គឺបាន complain ទៅ staff ហ្នឹងទៅអំពីអត្តចរិតចម្លែករបស់គាត់បាន complain ទៅហើយខាងបុគ្គលិកនៃ hotel ហ្នឹងក៏គេបាននាំអ្នកនាង Elisa ហ្នឹងទៅនៅបន្ទប់បែប private គឺនៅតែម្នាក់គាត់ទេ so ក្នុងដំណើរបើតាមអ្វីដែលយើងបានដឹងគឺថាអ្នកនាង Elisa គឺគាត់បានទៅដើរលេងហើយគាត់បានដើរលេងក្នុងទីក្រុងអញ្ចឹងណាហើយ based on hotel ហ្នឹងគឺគាត់គឺត្រូវ check out នៅថ្ងៃទី31ខែមករាប៉ុន្តែគាត់អត់បាន check out ទេគឺគាត់បាត់ខ្លួនតែម្ដងតាក់ទងជាមួយនឹង plane របស់គាត់គឺគាត់អត់បានធ្វើដំណើរចេញហើយប៉ាម៉ាក់របស់គាត់ដែលធ្លាប់តែនិយាយជាមួយគ្នារាល់ថ្ងៃក៏អត់បានទទួលដំណឹងអីពីគាត់ដែរហើយដោយសារតែការក្តីបារម្ភពួកគាត់ក៏បាន contact police នៃ LA Los Angeles ហើយ Elisa Lam ហ្នឹងក៏ officially ត្រូវបាន report ថាជាបុគ្គលបាត់ខ្លួន
so នៅក្នុងកំឡុងពេលហ្នឹងពេលពីខែមករាហ្នឹងរហូតទៅដល់ពាក់កណ្ដាលខែកុម្ភៈហ្នឹងគឺប៉ូលីសគឺបានធ្វើការស្រាវជ្រាវពួកគាត់បានធ្វើការ search ស្វែងរកគាត់នៅក្នុងហូតែលហ្នឹងគាត់បានឆែកតាមបន្ទប់ឆែកតាមផ្លូវដើរហើយក៏បាននាំនៅឆ្កែដើម្បីមកស្វែងរកអ្នកនាងលីសាដែរប៉ុន្តែគឺរកអត់ឃើញអីទេហើយនៅថ្ងៃទី13ខែកុម្ភៈក៏គេបានបញ្ចេញនៅវីដេអូដែលគេបានឃើញអ្នកនាងលីសាចុងក្រោយហ្នឹងសង្ឃឹមថាអាចមានអ្នកគេម្នាក់អាចរកឃើញហ្នឹងយើងគឺគាត់ release ទៅទីសាធារណៈវីដេអូហ្នឹងដើម្បីឲ្យគេជួយរកថាគេលោបានឃើញម្នាក់នេះអញ្ចឹងទៅជួយរកឲ្យអញ្ចឹងណា and yeah នៅក្នុងវីដេអូហ្នឹងគឺមានលក្ខណៈចម្លែកបាទបើយើងចូលទៅមើលវីដេអូហ្នឹងទាំងអស់គ្នាពេលដែលគាត់ចូលមកដល់ចរាយន្តដំបូងហ្នឹងគឺគាត់បានចុចនៅប៊ូតុងជាច្រើនយើងចុចតែមួយពឹបចាប់ប៉ុន្តែសម្រាប់គាត់គឺគាត់ចុចច្រើនដូចក្នុងវីដេអូហ្នឹងអញ្ចឹងគាត់មានអត្តចរិតដូចជាគាត់កំពុងតែលាក់ខ្លួនពីនរណាគេម្នាក់ហើយពេលខ្លះគាត់ដើរចេញទៅមើលនៅខាងខែទៅមើលជុំវិញខ្លួនគាត់អូយគាត់ខ្ញុំនិយាយគឺខ្ញុំសៀវទេណាក្រោយពេលវីដេអូហ្នឹងហើយគឺរឿងក្តីហ្នឹងអត់តមានដំណាក់កាលទៅមុខទេរហូតដល់ថ្ងៃទី19ខែកុម្ភៈខែ2ហ្នឹងក្រោយពេលប្រហែលជាបាត់ខ្លួនប្រហែល3អាទិត្យទើបមានអ្នកដែលស្នាក់នៅក្នុងហូតែលហ្នឹងណាគឺគេ complain ថាសម្ពាធទឹកហើយក៏ទៀបម៉េះហើយរួចហើយទឹកហ្នឹងក៏មានវាមិនថ្លាវាមានពណ៌លក្ខណៈខ្មៅហើយក៏វាមានរសជាតិចម្លែកណែវាចេះវិញគេក៏បាន complain ទៅអូតាស៊ីសុលហ្នឹងហើយរួចហើយគេក៏បានជួលឲ្យជាងឲ្យមកឡើងមើលថាតើមានអីកើតឡើងទៅឆែកមើលដល់ស្តែនទឹកគេនៅលើដំបូលគឺនៅខាងលើហ្នឹងគឺមានស្តែនទឹកចំនួន4ធំដែលផ្គត់ផ្គង់នៅទឹកចរន្តទឹកទៅដល់អូតែលទាំងមូលហើយនៅពេលដែលគាត់បើកនៅស្តែនទឹកមួយហ្នឹងគឺពួកគាត់បានរកឃើញនៅសាកសពរបស់អ្នកនាងអេលីសាឡាមបាទចឹងគឺសាកសពរបស់គាត់គឺកំពុងតែដែតគាត់អត់មានកៅអៅជុំវិញខ្លួនទេគឺគាត់ស្រាតតែម្ដងហើយកៅអៅរបស់គាត់ក៏គេបានរកឃើញនៅក្នុងធុងតែមួយនឹងដែរso ក្រោយពេលដែលគេបានរកឃើញគឺគេបានចាប់ផ្ដើមធ្វើកោសល្យវិច័យ autopsy ទៅលើខ្លួនរបស់ហើយគេបានចុងក្រោយសម្រេចថាការស្លាប់របស់គាត់ហ្នឹងគឺដោយការលង់ទឹកដោយឧបទ្ទវហេតុដោយគេមើលទៅលើខ្លួនរបស់គាត់ថាអត់មានការប៉ះទង្គិចខាងផ្នែករាងកាយទេហើយក៏អត់មានអ្វីដែលអាចអះអាងថាគាត់គឺត្រូវបាន SA ដែរso អ្នកនរនេះប្រហែលជាស្គាល់ SA នឹងហើយគាត់ក៏អត់មានបានប្រើប្រាស់នៅសារធាតុថ្នាំអីដែរសារធាតុដែលគេបានរកឃើញហ្នឹងគឺភាគច្រើនគឺសិតតែជាថ្នាំដែលតាក់ទងជាមួយនឹងជំងឺ mental របស់គាត់ទេប៉ុន្តែបរិមាណវាហ្នឹងក៏មានលក្ខណៈទាបដែរ so បើសិនជាគេមើលទៅបើដោយសារតែវាមានលក្ខណៈទាបហ្នឹងគឺគេអាច suggest បានថាអ្នកនាងអេលីសាប្រហែលជាញ៉ាំថ្នាំអត់ទៀងពេលទេគេអាច rule out ថានេះគឺជាការលង់ទឹកដោយឧបទ្ទវហេតុដោយអាចមានតាក់ទងជាមួយនឹងជំងឺរបស់គាត់ so តើរឿងក្តីហ្នឹងវាមានលក្ខណៈពិសេសមិនសម្រាប់ខ្ញុំពេលដែលខ្ញុំអានរឿងក្តីហ្នឹងគឺខ្ញុំ surprise មួយទី1ដែលចម្លែកបំផុតតើគាត់ធ្វើមិនទើបគាត់អាចឡើងទៅដល់ដំបូលហ្នឹងកើត yeah រឿងហ្នឹងគឺចម្លែកមែនតើពីព្រោះបើយើងមើលតាមពីពាក្យសម្ដីរបស់បុគ្គលិកផ្លូវឡើងទៅដំបូលហ្នឹងគឺអត់មានអ្នកណាគេមាន access ក្រៅពីបុគ្គលិកទេហើយបើសិនជាគាត់ឡើងអាចថាគាត់ឡើងតាមអាចដា fire escape គឺចដាដែលគេប្រើនៅពេលដែលឧទាហរណ៍មានករណីអគ្គិភ័យអញ្ចឹងណាប្រហែលជាគាត់ប្រើហ្នឹងដើម្បីឡើងទៅដល់ដំបូលហ្នឹងអញ្ចឹងពេលហ្នឹងអាចថាគាត់មានជំងឺផ្លូវចិត្តដែលគាត់អាចបានញ៉ាំថ្នាំត្រឹមត្រូវដែលធ្វើឲ្យវាធ្ងន់ធ្ងរអញ្ចឹងតែអ្វីដែលចម្លែកគឺថាតើគាត់ធ្វើដូចម្តេចដើម្បីបានឡើងចូលទៅក្នុងធុងស្តែនទឹកហ្នឹងពីព្រោះស្តែនទឹកហ្នឹងមើលតាមរូបទៅដូចហ្នឹងគឺធំហើយវាពិបាកក្នុងការបើកមែនតើគឺវាពិបាកមែនតើសម្រាប់គាត់គឺជាមនុស្សស្រីម្នាក់តែម្នាក់ឯងទេទី1គឺគាត់ឡើងទៅលើដំបូលហ្នឹងតើគាត់ឡើងដោយរបៀបណាគាត់ថាបើយើង explain ទៅគឺវាមាន chance ដែលវាកើតឡើងដោយឧទាហរណ៍គាត់ឡើងតាម fire escape គឺវាអាចដែរតែគាត់ថាវា unlikely គាត់មានជំងឺផ្លូវចិត្ត so វាអាចថងចំណុចហ្នឹងហើយចំណុចមួយទៀតគឺថាតើគាត់ធ្វើម៉េចទើបអាចឡើងទៅក្នុងស្តែនទឹកហ្នឹងបានគាត់បើកវាដោយខ្លួនឯងប៉ុន្តែវាធំវាពិបាកមែនតើ so ខាងប៉ូលីសគឺគេសន្និដ្ឋានថាព្រោះវាអត់មានផុសតាងអីថាអាចមាននរណាគេផ្សេងតាក់ទងជាមួយនឹងរឿងក្តីហ្នឹងឯងអញ្ចឹងគាត់ប្រហែលជាបើកស្តែនទឹកហ្នឹងទៅក្នុងខ្លួនឯងហើយចូលទៅក្នុងហ្នឹងខ្លួនឯង
ចឹងរឿងរ៉ាវហ្នឹងគឺវាចម្លែកច្រើនមែនតើប៉ុន្តែអ្វីដែលធ្វើឲ្យចម្លែកហ្នឹងបើសិនជាយើងមើលពីរបៀបដែលគាត់បាត់បង់ជីវិតហើយ compare with to អ្វីដែលបានកើតឡើងនៅក្នុងវីដេអូនៅថ្ងៃចុងក្រោយដែលគេបានឃើញគាត់ហ្នឹងគឺវាមានលក្ខណៈថាចម្លែកនៅក្នុងវីដេអូដូចបានបង្ហាញមុនហ្នឹងគាត់ដូចជាកំពុងតែលាក់ខ្លួនរត់គេពីអ្នកណាគេម្នាក់ប៉ុន្តែពេលដែលគាត់ចូលដល់ក្នុងចរាយន្តហ្នឹងគឺគាត់បានចុចប៊ូតុងច្រើនហើយកាយវិការគាត់យើងមើលទាំងដៃមើលទាំងរបៀបគាត់ឈរមើលឲ្យគាត់អាសាដើរ check ទៅមើលនៅខាងក្រៅចរាយន្តហ្នឹងថាមានអ្នកគេមកអត់អីចឹងណាចឹងទៅគឺវាចម្លែកផងហ្នឹងពេលហ្នឹងពេលដែលរឿងក្តីហ្នឹងគឺបានចេញមកដំបូងគឺល្បីល្បាញខ្លាំងណាស់ដោយសារគេឆ្ងល់ថាហេតុអីมันវាចឹងបើតាមអ្វីដែលយើងដឹងគឺថាអេលីសាគឺអត់មានអ្នកគេនៅជាមួយគាត់ទេក៏ដូចជាមិនមានជនទី3នៅក្នុងរឿងក្តីនេះដែរគាត់ក៏អត់មានបានត្រូវទទួលបានរងនៅហិង្សាអ្វីដែរការស្ដាប់នេះគឺត្រូវបានគេចាត់ទុកថាជាឧបទ្ទវហេតុមួយគាត់ថាលក្ខណៈចម្លែកហ្នឹងគឺវាមានច្រើនដូចជាតើគាត់ធ្វើម៉េចទើបគាត់ឲ្យឡើងដល់ដំបូលទាំងតែគេចាក់សោគ្រប់កន្លែងហើយជាមួយនឹងតើគាត់ធ្វើម៉េចខ្លួនម្នាក់ឯងគឺអាចបើកនៅស្ទែនទឹកនឹងបាន most likely គឺវាអាចមកពីបញ្ហាផ្លូវចិត្តគឺដោយសារតែគាត់គឺបាន diagnose ជាមួយនឹងbipolar disorder so អ្នកនៅក្នុងអ៊ីនធឺណិតគឺបានយករឿងនេះថាតើមានរឿងអីកើតឡើងប្រកបអីចឹងណាគឺមានច្រើនមែនតើ but នេះគឺជារឿងក្តីរបស់អ្នកនាង Elisa Lam ដែលរឿងក្តីហ្នឹងគេបានបិទហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះគេដឹងថាតើពិតជាមានរឿងអ្វីកើតឡើងនៅយប់ថ្ងៃនោះទេអញ្ចឹងគឺអេផ isode ហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនដែលអ្នកនរគ្នាបានស្ដាប់នៅអេផ isode ទី1របស់កម្មវិធីនេះខ្ញុំសង្ឃឹមថាអ្នកនរគ្នា have a good day and ជួបគ្នានៅអេផ isode ក្រោយ